មកសាក់តាម TikTok គឺនំចិនអ្នកឃើញគេផនតំណងហ្មងអូ TikTok ម្ដងណាក៏ចេញមកដែរនិយាយទៅមើលតំណងរបស់គេមែនរបៀបដូចជានៅស្រុកចិនគឺគេអាសាញ៉ាំអានឹងអញ្ចឹងឃើញអញ្ចឹងហើយចាំការទៀតទៅសាក់ដែរហ្មងទៅនំហ្នឹងគឺខ្ញុំមិនដឹងថាឲ្យគេទេរបៀបដូចជាយកទៅជៀនផងយកទៅដុតផងអញ្ចឹងហើយបានគេដាក់សាច់បន្លែតាមក្រោយបាទតម្លៃវិញគឺរបស់គេមានតាមសាច់អញ្ចឹងបាទរបស់ខ្ញុំយកហ្នឹងគឺ3រៀលកន្លះម្ដុំរបស់គេហ្នឹងគឺរៀងធំដែរអញ្ចឹងហើយប្រឡាក់គ្រឿងចិនទៀតអែហ្មងនិយាយមែនសម្រាប់ទីតាំងវិញគឺនៅម្ដុំរៀងចំហៀងផ្សារកណ្ដាលដែរទេកន្លែងគាត់ហ្នឹងគឺឈ្មោះ Bingo Roast Egg Pancake ខ្ញុំអត់ដឹងហៅឈ្មោះត្រូវខុសណាដោយសារតែខ្ញុំមកហ្នឹងគឺតាម Google Map ដែរទេគ្រាន់តែវាយឈ្មោះហ្នឹងទៅចេញមកហើយកន្លែងរបស់គាត់ហ្នឹងគឺរៀងទូចដែរទេនិយាយទៅអត់មានកន្លែងអង្គុយទេទៅដល់ហ្នឹងមើលមនុស្សទៅគឺអាចកំងតាមគាត់ហ្នឹងបានអញ្ចឹងកំងហើយគឺគាត់ធ្វើមកភ្លាមៗមកគឺខ្ញុំកំងយកមួយអញ្ចឹងខ្ញុំយកលេខ A8 ក្នុងហ្នឹងគឺមានតាំងពីសាច់មាន់មួយហុកដងឃើញ BJ នេះហ្នឹងគឺជាប្រាក់គ្រឿងចិនញ៉ាំទៅគឺអត់សូវហឹលទៅរបៀបដូចជាភ័យអញ្ចឹងគ្រាន់តែបើសិនជាចង់បានហត់បែបគាត់ទៅគឺគាត់សេរីឲ្យអញ្ចឹងរបស់គេក៏មានបន្លែដែរគ្រាន់តែខ្ញុំបានយកខ្ញុំញ៉ាំបែបអញ្ចឹងគឺឆ្ងាញ់ជាងតម្លៃ3រៀលជាងគឺមកប៉ុណ្្នឹងឯងគ្រាន់តែរបស់គេមានតាមសាច់ហើយនឹងប្រាក់គ្រឿងចិនអញ្ចឹងពេលដែលបើកមកឡើងតំណងហ្មងមើលពណ៌របស់គេនេះនំគៀងហ្នឹងរបស់គេក៏មានដាក់ពូនខាងក្នុងដែរពេលដែលញ៉ាំទៅគឺស្បកគៀងហ្នឹងរៀងស្រួយអញ្ចឹងហើយប្រាក់គ្រឿងចិនទៅពេលដែលញ៉ាំទៅមានជាតិប្រៃតិចនិយាយទៅគឺរសជាតិប្លែកឆ្ងាញ់មួយយ៉ាងរបស់គេដែរតើហើយបូកផ្សំជាមួយនឹងសាច់នៅខាងក្នុងហ្នឹងដែលគេជិនហើយស្រាប់ទៅគឺរសជាតិអែមខាងមួយម៉ាត់មកឡើងពេញមាត់ហ្មងរសជាតិប្លែកឆ្ងាញ់ហ្មងអញ្ចឹងសរុបមកបងប្អូនចង់សាកគឺអាចត្រូវបាននៅកន្លែងគាត់ហ្នឹងចាំខ្ញុំដាក់ទីតាំង Google Map ក្នុង comment ឲ្យ